ជ្រាបសួរប្រិយមិត្តទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកកាន់វីដេអូសម្រាប់រឿងចៅហ្វាងដែលជាエピសូតទី26ភាគបន្តរបស់យើងមិននឹងចូលទៅដល់ការសម្រាយរបស់យើងអេដមីនក៏សូមណែនាំទៅកាន់ Channel បងប្រុសម្នាក់ដែល Channel របស់គាត់ក៏មានឈ្មោះថាជីវិតនៃពិភពតុក្កតា Manga of Flip ហើយ Channel របស់គាត់ក៏មាននៅបង្ហោះវីដេអូជាលក្ខណៈនិយាយរឿងព្រេងនិទាន Manga Masterpiece អញ្ចឹងសូមទៅកាន់ប្រិយមិត្តទាំងអស់គ្នាជួយគាំទ្រ Subscribe ទៅកាន់ Channel របស់គាត់ម្នាក់មួយចុចនៅប៊ូតុង Subscribe ឬក៏ប៊ូតុងជារួចចុចបិទនៅសញ្ញាកណ្ដឹងដើម្បីទទួលបាននូវវីដេអូថ្មីៗពី Channel របស់គាត់ជាក់ស្ដែងទៅនៅក្នុង Channel របស់គាត់គឺបានធ្វើអេពីសូតនៃ Manga រឿង Masterpiece ដល់អេពីសូត200ជាងហើយតាម admin មើលទៅគឺជាប្រភេទ Anime 2D ពិតជាល្អមើលមែនតើមិនចាញ់ Anime 3D ប្រហែលទេអូខេ admin មានតែប៉ុណ្្នឹងទេប្រិយមិត្តទាំងអស់គ្នាកុំភ្លេចជួយគាំទ្រគាត់ម្នាក់មួយទៅនៅពេលនេះព្រះម្ចាស់ណានហុយឆេងព្រមជាមួយកងទ័ពបានត្រឡប់មកវិញកងទ័ពដែលនៅចាំរាជវាំងពួកគេទៅចាប់ផ្ដើមស្វាគមន៍បន្ទាប់ពីម្ដងនគរគាត់ក៏ប្រាប់ទៅកាន់ប្រជាជននៅពេលនេះចៅហ្វាំងប្រគល់ទៅឲ្យគាត់ហើយនៅពេលដែលគេសះស្បើយពីរបួសគាត់ប្រកាសជាមកមើលបរិយាណាសុនគាត់ក៏បន្តថាមិនអីទេនៅពេលដែលចៅហ្វាំងភ្ញាក់ពេលណាគាត់ក៏នឹងប្រាប់ពេលហ្នឹងបន្ទាប់ពីណានហុយឈីងចាក់ចេញទៅគាត់ក៏សួរទៅកាន់លេងហារីបញ្ជាមិនទៅតាមព្រះបិតាទៅនាងក៏តបថាចៅហ្វាំងមានរបួសនាងក៏ត្រូវមើលថែចៅហ្វាំងបន្ទាប់ពីលេចឹងទឹកមុខរបស់គាត់ក៏ប្រែជាញញឹមក៏បណ្ដាលេងនាងក៏ពិជាអៀនមែនតែនឬនាងក៏បកស្រាយថាចៅហ្វាំងបានរួមចំណែកទៅកាន់នគរឡាយយ៉ាងច្រើនដូច្នេះនៅក្នុងនាមរបស់នាងគឺជាព្រះនាងនៃនគរឡាយយ៉ាងត្រូវតែមានតការយកចិត្តទុកដាក់ចំពោះគេលោកគ្រូសុនក៏សួរថាចឹងនាងក៏តបថាស្អប់លោកគ្រូគេប្រាប់ថងនៅតែមិនជឿគាត់ក៏បានអត់សំណៃមិនអីទេលោកគ្រូយល់គ្រប់យ៉ាងហើយឬគាត់ក៏ដើរចេញទៅនាងក៏សួរថាយ៉ាលោកគ្រូនៅតែមិនជឿខ្ញុំទៀតមែនគាត់ក៏បន្តតបថារឿងអីដែលលោកគ្រូមិនជឿនោះនៅកណ្ដាលពេលនៅមានព្រះយាយម្នាក់ក៏មានរាយការណ៍ថានៅពេលនេះមានរឿងអាក្រក់បានកើតឡើងទៅហើយគឺថាព្រះតេចាចាស់ទុំទាំងអស់បានត្រូវចិត្តពលបន្តទៅលើយ៉ាងគាត់ក៏បញ្ញាបញ្ញាទៅនឹងក៏ប្រាប់ទៅកាន់លីងឲ្យនាងជួយមើលការខុសត្រូវរបស់ចៅហ្វាងផងដែលបន្តមកយើងក៏លេចទៅមើលកញ្ញាវ៉ាន់ជន់នៅវិញនៅកណ្ដាលពេលនេះនាងក៏បានធ្វើដំណើរមកកាន់រាជធានីហើយបន្តមកនាងក៏សម្ដៅទៅរកចៅយិនសុងដើម្បីឲ្យចៅយិនសុងពិចារណានៅលក្ខខណ្ឌរបស់នាងនៅក្នុងការសហការជាមួយចៅយិនសុងដើម្បីសម្លាប់នៅចៅហ្វានយើងកាត់មកទីតាំងនៃវិមាននៅវិញយើងក៏បានឃើញថាចាស់ទុំជាច្រើនដែលនៅពេលនេះរាងកាយរបស់ពួកគាត់សត្វតែត្រូវពឹសឬរជាតិពុលអីហ្នឹងដោយនៅពេលនោះលោកគ្រូសុនគាត់ក៏មកដល់ព្រះតេចាទាំងអស់ក៏ចាប់ផ្ដើមគោរពទៅកាន់គាត់ហៅថាម្ចាស់វិមានគាត់ពិតជាមានអារម្មណ៍ថាមុំហើយមែនតែនដោយសារតែគាត់ចាក់ចេញតែកន្លះខែតែប៉ុណ្ណោះបែរជាព្រះតេចាទាំងអស់គ្មានការអនុញ្ញាតពីគាត់ថ្លើមធំហ៊ានធ្វើដំណើរទៅកាន់ព្រៃអាប់ឥឡូវជាលទ្ធផលនៅពេលមានទុកតើពេលណាគេមើលទៅព្រះតេចាសុនបានព្រមទៅកាន់ពួកគាត់ច្រើនសារមកហើយប៉ុន្តែពួកគាត់នៅកាន់តែចាស់កាន់តែជជែកជាងក្មេងទៅទៀតពួកគាត់ក៏បានដោះសារថាដោយសារតែព្រៃអាប់វាមានការតាក់ទាញសម្រាប់ពួកយើងដែលជាគ្រូស្លថ្នាំបើនិយាយសរុបរួមទៅពួកគាត់ទាំងអស់គ្នាគឺចាញ់បោកចៅយិនសុងនឹងឯងហើយនៅពេលនេះពួកគាត់ទាំងអស់គ្នាសត្វវេទនាទាំងអស់គ្នាទៅហើយក៏សង្ឃឹមថាព្រះតេចាសុនគាត់អាចពិចារណាចម្រាញ់នៅថ្នាំបន្សាបជាតិពុលជាបញ្ញាប់ទៅព្រះតេចាសុនគាត់ក៏បានដកដង្ហើមធំព្រមទាំងបានប្រាប់ថាគាត់បានរងរបួសដោយសារតែការវាយប្រហាររបស់បិសាចបារាណត្រូវចំណាយពេលរយៈពេលទៅផ្សះស្បាយគាត់ខ្លាចថាមិនអាចចម្រាញ់នៅថ្នាំដើម្បីប្រសាបជាតិពុលថ្នាក់ទី4បានឡើយចារគ្នាក៏បានចំហមាត់ព្រមទាំងបានបន្តថាអំណាចឡាយ៉ាងរបស់យើងមានតែលោកគ្រូព្រមជាមួយចៅយិនសុងតែប៉ុណ្ណោះដែលជាអ្នកជំនាញខាងស្លថ្នាំបើលោកគ្រូបន្សាបចិត្តពលបានក៏មិនចាំបាច់សុំជំនួយអំពីចៅយិនសុងឡើយក៏ប៉ុន្តែនៅពេលនេះលោកគ្រូក៏មិនអាចបន្សាបបានឡើយគាត់ក៏បានគិតថាចៅយិនសុងគេពិតជាបានពិចារណាពីរបួសរបស់គាត់ហើយគាត់ពិតជាមិនដឹងថាគេមានការខົບខិតទៅលើកូនសម្ព័ន្ធមូដែរទេនៅកណ្ដាលពេលព្រះតេចាទាំងពីរព្រមជាមួយចៅយិនសុងគេក៏មកដល់បន្ទាប់ពីគេមកដល់ហើយព្រះតេចាសុងក៏ស្រឡឹងមើលទៅកាន់គេរីគេក៏ដូចគ្នាមុខរបស់ប៉ែកហ្នឹងក៏ពិតជាឌឺមែនតែនគេលេចទៅមើលចៅហ្វាងនៅកណ្ដាលពេលងើបពីស្លាប់វិញហើយគេក៏មានអារម្មណ៍ថាគ្មានកម្លាំងព្រមទាំងជួយក្បាលមែនតែនហើយតាទីនេះជាទីណាទៅហើយឈិងសៀននៅអាណាសេស្តំក៏បានប្រាប់ថានេះគឺជាវិមានតានប៉ៅនិងក៏អបអរសាទរទៅកាន់ចៅហ្វាងដែលបានបញ្ចប់នៅមីសិនរបស់គេនៅពេលនេះគេក៏ទទួលបានរង្វាន់លីងយិនសៀនពូព្រមទាំងទទួលបាននៅពិន្ទុ1លានទៀតមិនតែប៉ុណ្ណោះគេក៏បានឡើងទៅកាន់កម្រិតទី4ផ្កាយ9ចៅហ្វាងគេមានអារម្មណ៍ថា happy មែនតែនព្រោះតែគេបានឡើងទៅកាន់កម្រិត Macho King ដែលជាផ្កាយ9ទៅហើយក្រនតែស្លាប់ភ្ញាក់ពីការស្លាប់មកក៏ឡើង level plate តែម្ដងពិតជាលយមែនតែន
បឋមគេក៏បានសួរទៅកាន់ system តើជាងសៀននៅឯណាទៅគេក៏បានតបថាបែកបារម្ភពីជាងសៀនទេឌីសាទៅនាងត្រូវរៀបការជាមួយចៅយិនសងហើយបន្ទាប់ពីលើចឹងគេក៏បានចាប់និយាយ system សួរថាតើឯងនិយាយថាម៉េចហើយអ្វីបានជានាងត្រូវបានកំណត់ឲ្យរៀបការជាមួយចៅយិនសងគេក៏បានតបថាគេមិនដឹងគេឌីសាតែចាស់ទុំទាំងអស់នោះជាអ្នករៀបចំនៅកំណត់ឲ្យនាងហើយ system គេក៏បានបញ្យល់ទៅកាន់ចៅហ្វាងចលងកុំឲ្យគេខ្វល់អំពីនាងឯងចៅហ្វាងគេមានអារម្មណ៍ថាសេតក៏វាគេចេញទៅព្រមទៅបាននិយាយថាជាងសៀនបានលះបង់នូវជីវិតរបស់នាងដើម្បីស្ម័គ្រស្មោះជួយជីវិតរបស់គេក៏មិនព្រមឲ្យនាងបានទៅកាន់មនាក្រក់ចៅយិនសងឡើយបើទោះបីជាការកាត់របស់ចៅហ្វាងចឹងមែនប៉ុន្តែនៅពេលនេះកម្លាំងរបស់គេគឺស្មើសូន្យទៅហើយដោយសារតែគេបានចំណាយនៅកម្លាំងរបស់គេទៅលើលំបែងប្រហារព្រះដូច្នេះបើទោះបីជាគេចំណាយពេល3ទៅ5ឆ្នាំក៏ដោយក៏មិនអាចសង្គ្រោះនៅកម្លាំងរបស់គេមកវិញបានឡើយចៅហ្វាងបន្តពីលេចន់ធ្លាក់ថ្លាមក្តុកតែម្ដងថាមិន3ទៅ5ឆ្នាំមែនទេតែការប្រជុំរបស់គ្រួសារចៅគឺចាប់ផ្ដើមឆាប់នេះហើយតើឯងមានអសត់ណាដែលអាចធ្វើឲ្យយើងស្ដារឡើងបានឆាប់ទេ system បន្តពីលេចន់ក៏ចាប់ផ្ដើមបញ្ចេញនៅមុខរបររបស់គេមកព្រមទៅបានបញ្ចូលថាឯងរកបាននៅពិន្ទុ1លានចឹងដូច្នេះគួរតែយកទៅពិន្ទុរបស់ឯងដើម្បីចាប់នៅរបរ random ក្រែងលើបានអសត់ level 5ដើម្បីព្យាបាលនៅរបស់ឯងបានឆាប់ចៅហ្វាងបន្តពីលេចន់ក៏បានជួនទៅកាន់គេមួយជើងទៅឯនេះក៏ពេលឆ្លៀតឱកាសមែនតែនឆ្លៀតនៅពេលដែលយើងទទួលបាននៅពិន្ទុ 1M តម្រាំទៅបានក៏មិនស្រួលទេត្រូវចំណាយទៅលើឯងចឹងណាឯងក៏ថាយើងល្ងងមែនទេយើងក៏ជាអ្នកចម្រាញ់ថ្នាំកម្រិតទី5ដែរយើងក៏មិនចាំបាច់ត្រូវការទិញថ្នាំរបស់ឯងឡើយគេក៏បានតបថាទោះបីជាឯងគ្រូស្លថ្នាំកម្រិតទី5ក៏ដោយប៉ុន្តែនៅក្នុងគ្រួសារចៅក៏មិនខ្វះទេគ្រូស្លថ្នាំដែលមានសក្តានុពលខ្លាំងជាងឯងនៅពេលនេះឯងក៏គ្មានអ្វីក្នុងដៃទាំងអស់គេក៏បានតបថាអត់មិនទៅឯងមើលទៅទីនេះគឺជាកន្លែងណានេះគឺជាវាមានតានប៉ាវនៅពេលគេចង់ខ្ចីនៅតានទិញវាក៏មិនគួរពិបាកអ្វីច្រើនឡើយ system ក៏បានតបថាអូសមហេតុផលនៅកន្លែងពេលនោះក៏ស្រាប់តែកញ្ញាលេងនាងក៏បានបើកទ្វារចូលមកហើយអមពេលជាមួយគ្នាពិសោធន៍ទី26គឺស្លេះកន្លែងនឹងឯងនេះគឺជាពិសោធន៍ទី27មិនចូលដល់ការសម្រេច admin ក៏សូមជម្រាបថារឿងសើចបងខ្ញុំអស់ចាក្រុមហ៊ុន Yuko ក៏បានលុបចេញពី channel ធម្មរបស់ admin Ali ខ្ទេចអស់ហើយ admin ក៏បានសាកល្បងផងនៅក្នុង channel Secret Leader ក៏វាលុបទៀតចឹងហើយ admin ក៏ចាំព្យាយាមបង្ហោះ channel ថ្មីយ៉ាងណា admin ក៏មិនទាន់ដឹងថាបង្ហោះ channel ណាទេរីឯរឿងវិញ្ញាណត្រីសង្គ្រាមបារាំង admin ក៏នៅតែព្យាយាមបង្ហោះនៅក្នុង channel Secret Leader លុយ9ប្រិយមិត្តទាំងអស់គ្នាអាចទទួលទស្សនាបាននៅក្នុង channel Secret Leader លុយ9ពីអេពីសូតទី1ដល់អេពីសូតទី12ហើយជាក់ស្ដែងថា admin បង្ហោះនេះទាំងប្រថុយទេយើងក៏មិនអាចដឹងថា YouTube គេលុបថ្ងៃណាឡើយសំខាន់កុំឲ្យតា copyright strike ទៅបាននៅបើ copyright strike ចាប់ប្រយចឹងហើយ admin ក៏ចង់ជម្រាបតែប៉ុណ្្នឹងទេในពេលនេះលីងនាងក៏បានប្រាប់ទៅកាន់ចៅហ្វាងថានេះគឺជាអសត់កម្រិតទី3ដែលម្ចាស់វិមានតានប៉ៅបានរៀបចំសម្រាប់ចៅហ្វាងជាពិសេសគេក៏បានទទួលយកហើយក៏អរគុណទៅហើយក៏បន្តថានៅពេលនេះគេមានរឿងចង់ឲ្យនាងជួយនាងក៏បានតបថាគេគឺជាអ្នកមានគុណរបស់អាណាចក្រឡាយយ៉ាងដូច្នេះហើយមានបញ្ហាអ្វីគ្រាន់តែប្រាប់នាងមកគេក៏បានតបថាតើគេអាចរួចគេក៏បានកយគុណនៅសម្រស់របស់នាងបន្ទាប់ពីកយគុណច្រឡំគេក៏បានបាយចេញរួចគេក៏បាននិយាយសាច់ការតាមពិតទៅក៏ចង់ខ្ចីនៅចង្ក្រានស្លថ្នាំនាងពេចចំណឹកស្មានថាចាហ្វាងក៏ជាគ្រូស្លថ្នាំដូច្នេះហើយមិនចាំត្រខ្ចីរណាគេឆ្ងាយទេនាងក៏ជាអ្នកជំនាញស្លថ្នាំម្នាក់ដែលចាំយកពីនាងទៅដោយបន្តមកលេងចាប់ផ្ដើមបញ្ចេញនៅចង្ក្រានស្លថ្នាំរបស់នាងមកដោយមិនចាំយូរចាហ្វាងគេក៏ចាប់ផ្ដើមប្រើនៅភ្លើងរបស់គេចម្រាញ់ដើម្បីកម្ដៅនៅចង្ក្រានចឹងធម្មតាលេងនាងក៏ជាហមមាត់បន្តមកគេក៏បានប្រាប់ទៅកាន់ system ឲ្យគេរៀបចំនៅសត្វមួយសម្រាប់មកឲ្យគេមក system គេក៏បាន random ចលងក៏រៀបចំនៅសត្វឲ្យចៅហ្វាងដែលយើងមើលទៅគឺជាសត្វស្អីខ្លះទៅច្រើនមែនតែនបន្តមកចៅហ្វាងក៏បញ្ជាសត្វចលងឬក៏បាក់នៅកម្របឆ្នាំងព្រមទៅបានបោះនៅសត្វចូលទៅក្នុងឆ្នាំងប្លុកទៅមើលទៅកាន់កែវភ្នែករបស់គេមាននៅពន្លឺបន្ទាប់ពីគេដាក់សត្វចូលទៅក្នុងឆ្នាំងហើយគេក៏ចាប់ផ្ដើមក្របផ្លឹបទៅរួចក៏ចាប់ផ្ដើមប្រមូលនៅកម្លាំងរបស់គេចឡើងដើម្បីចាប់ផ្ដើមគ្រប់គ្រងទៅលើភ្លើងចម្រាញ់ថ្នាំចឹងណាសត្វនៅក្នុងឆ្នាំងវាក៏ចាប់ផ្ដើមដែតបណ្ដាលេងនាងក៏ពិតជាភ្ញាក់ផ្អើលមែនតែនសូម្បីតែលោកគ្រូនាងក៏មិនអាចធ្វើបានឡើយប៉ុន្តែចាហ្វាងបែរជាអាចធ្វើបានប្រើប្រាស់អសត់យ៉ាងច្រើនដាក់ចូលទៅក្នុងឆ្នាំងហើយក៏ចម្រាញ់វាម្ដងទាំងអស់តែម្ដងយើងក៏លេចទៅមើលអសត់ទាំងអស់នៅក្នុងឆ្នាំងនៅពេលនេះវាក៏ចាប់ផ្ដើមលាយវាបានលាយពីអសត់ធម្មតាប្រែទៅជាវត្ថុរាវចឹងណាលេងក៏ទៅសារថាចាហ្វាងមិនត្រឹមតែជាអ្នកប្រយុទ្ធខ្លាំងក្លាតែប៉ុណ្ណោះទេគេក៏ជាគ្រូស្លថ្នាំដ៏អស្ចារ្យម្នាក់មើលទៅពិតជាស័ក្តិសមជាប្រុសស្មោះមិនចាញ់សឿយិនប្រមាណទេក៏ចលងស្រាប់តាមនៅគណៈពេលនេះឆ្នាំងមិនណាកាងគឺយើងក៏បានឃើញថាសត្វរាវទាំងអស់វាក៏ចាប់ផ្ដើមឆ្លាស់ចុះឡើងដែលវាគឺជាការដំណើរការវត្ថុរាវខាងវិញ្ញាណទាំងអស់នេះហើយកំណត់ស្មានថាវាដំណើរការយ៉ាងឆាប់រហ័សឡើយស្រោព្រះចៅហ្វាងក៏តែបន្តគ្រប់គ្រងទៅលើភ្លើងរបស់គេចឡើងនេះពេលនោះយើងក៏ហាក់ដូចជាបានឃើញថាសត្វវាក៏មានការចេញរូបរាងហើយចៅហ្វាងក៏តែបន្តប្រើប្រាស់នៅបច្ចេកទេសគ្រប់គ្រងភ្លើងរបស់គេចឹងឯង system ក៏បានប្រាប់ទៅកាន់គេកុំឲ្យបង្ខំអីវានាំតែបន្ថយជីវិតរបស់គេតែប៉ុណ្ណោះនេះពេលនោះសត្វទាំងអស់វាក៏ចាប់ផ្ដើមឆ្លាស់ចូលគ្នាទៅចៅហ្វាងក៏មានអារម្មណ៍ថាពិបាកទ្រាំមែនត
តែនប៉ុន្តែយ៉ាងណាគេក៏នៅតែខំប្រឹងចលងអសតទាំងអស់វាក៏នៅតែរលាយចូលគ្នាសរុបព្រះចៅហ្វាងប្រើប្រាស់នៅកម្លាំងរបស់គេចុងក្រោយនៅពេលនេះវាក៏បង្កើតនៅចំហាយសាយ PA បណ្ដាញ system មានការចងាប់ចងាល់ពេញនឹងឯងបន្ទាប់ពីចំហាយបានស្ងប់ហើយ system ពេញចំណុចស្មានឡើយដែលក្មេងប្រុសនេះគេពិតជាអាចធ្វើបានរៀនលេងនាងក៏បានសរសើរថាលទ្ធផលនៃអសតចិត្តបាន 100% ទៅហើយវាក៏ជាអសតកម្រិតទី 5 ស្រស់ព្រះចៅហ្វាងក៏តែបន្តបង្ហើយនៅអសតរបស់គេឆ្នាំងវាក៏តែបន្តអង្គើចឡើងនេះពេលនេះយើងក៏បានឃើញថាអសតវាក៏បង្ហាញរូបរាងចៅហ្វាងគេក៏បានបើកភ្នែកឡើងព្រមទាំងបានស្រែកថាបើក្របនេះពេលនេះយើងក៏បានឃើញថាអសតវាក៏ហោះឡើងទៅលើមាននៅពលឺឆោពណ៌រាំងស្អីលយមែនតែនឬចៅហ្វាងក៏បញ្ញាប់ស្ទុះទៅយកអសតរបស់គេគ្រាន់តែចាប់អសតតែប៉ុណ្ណោះក៏មានស្ទាយរបស់គេដែរពិតជាក្បោក្បាច់ច្រើនមែនតែនបន្ទាប់ពីបានហើយនាងក៏ប្រចំនឹកស្មានថាចៅហ្វាងគឺជាគ្រូចម្រាញ់អសតកម្រិតទី5ឡើយនាងក៏ចាប់ផ្ដើមធ្វើកាយវិការខ្ជូតទៅឲ្យចៅហ្វាងចឹងណានិយាយទៅកូននឹងមិនដឹងជាអ្មេចទេចៅហ្វាងគេក៏តែតបថាគ្រាន់តែជាជំនាញតូចតាចតែប៉ុណ្ណោះមិនស័ក្តិសមសម្រាប់ការសរសើរលើកដំកាំងឡើយប៉ុន្តែបើសិនជាលេងចូលចិត្តបែបនេះនៅពេលលើក្រោយគេដំណើរគេប្រកាសជាចម្រាញ់នៅអសតឲ្យនាងមើលរាប់រយដងឯណោះដើម្បីឲ្យនាងញ៉ាំខ្លាចជាស្ករក្របចឹងណានៅពេលដែលញ៉ាំច្រើនទៅមិនយូរទេប្រកាសជាញៀនដែរនាងក៏នៅតែតបថាក៏ចៅហ្វាងពិតជាបន្ទាបខ្លួនទៅយ៉ាងណាក៏ចៅហ្វាងគឺជាគ្រូស្លថ្នាំកម្រិតទី 5 ដ៏អស្ចារ្យម្នាក់ប៉ុន្តែទៅបើយ៉ាងណាក៏ដោយចៅហ្វាងកុំនិយាយលេងអសោះណាអារឿងចម្រាញ់អសតឲ្យគេញ៉ាំខ្លាចជាស្ករក្របគេក៏បានតបថាមិនអីទេគេនិយាយម៉ាត់ណាគឺម៉ាត់នឹងហើយត្រៀមតែរហ័សនាមលេងយានថ្នាំហើយទៅនៅពេលគេសបាយនៅកម្លាំងរបស់គេឡើងវិញនិយាយតែប៉ុណ្ណេះគេក៏បានដើរចេញទៅនាងក៏បានតបថាហាយ៉ានាងគ្រាន់តែនិយាយលេងតែមិនចាំបាច់ដល់ថ្នាក់នឹងពេកទេប៉ុន្តែនៅពេលនេះនាងក៏ពិតជាពិបាកចិត្តមែនតែនព្រោះតែនៅពេលនេះព្រះចានៅវាមានតានប៉ោទាំងអស់គាត់ពងតែទទួលរងនៅចិត្តពលនិងក៏តម្រូវឲ្យមានអសតល្វែ4ដើម្បីព្យាបាលបដិញ្ញចិត្តពលមួយនេះប៉ុន្តែក៏មិនអាចឡើយដោយសារតែលោកគ្រូរបស់នាងគឺមានរបួសធ្ងន់មិនអាចផលិតថ្នាំបាននៅក្នុងរយៈពេលដ៏ខ្លីបានឡើយនាងក៏បានប្រើប្រាស់នៅកាយវិការម៉ែវសំវទៅកាន់ចៅហ្វាងឲ្យជួយទៅកាន់ព្រះចានៅក្នុងវិមានផងចៅហ្វាងគេក៏បានគិតតាក់ទងទៅនឹងចិត្តពលវាមានតែនៅក្នុងព្រៃអាប់តែប៉ុណ្ណោះទេមែនតែប្រហែលជាពួកគាត់ទៅកាន់ព្រៃលីងយន្តហើយនាងបន្ទាប់ពីលើចឹងក៏មកក៏ដោយសារតែចៅយ៉ាងសងជាអ្នករៀបចំនៅផែនការទាំងអស់នេះនៅកាលណាពេលដែលលោកគ្រូនាងទៅឆ្ងាយទើបបានជាគេឆ្លៀតនៅការពនីបញ្ឆោតនៅចាស់ទុំទាំងអស់ឲ្យពួកគាត់ចូលទៅកាន់ទីនោះចឹងណាចៅហ្វាងគេក៏បានតបថាអបៈនឹងមែននាងក៏សួរថាស្គាល់អបៈនឹងដែរមែនគេក៏បានតបថាឪពុករបស់គេត្រូវបានស្លាប់ដោយសារតែអបៈនឹងហើយគេពិតជាមាននៅកំហឹងជាមួយនឹងអបៈនឹងមែនតែនដោយសារតែឪពុករបស់គេបានសម្លាប់នៅឪពុករបស់ចៅហ្វាងនាងក៏សុំទៅកាន់ចៅហ្វាងមិនគួររលឹកឈ្មោះរបស់ប៉ាក់នឹងសោះគេក៏បានតបថាមិនអីទេនេះក៏ដោយសារតែគម្រោងរបស់ចៅយិនសងមើលទៅគេប្រហែលជាមានចិត្តទៅណាអ្វីមួយហើយរួចគេក៏បានដិតដៃរបស់នាងទៅប្រឌិតមកចាស់ទុំទាំងអស់តែមានពេលណាគេងាប់នៅបើពួកគាត់មិនតន់ងាប់ទេគេប្រហែលជាមានវិធីសាស្ត្រឲ្យព្យាបាលគាត់ដើម្បីកុំឲ្យមានការជន់ឈ្លីចូលទៅក្នុងទាក់ខ្លាចជាឆ្លើយសក្តិរបស់ចៅយិនសងលេងក៏មិនគិតអ្វីឡើយក៏បានគិតថាកើចៅហ្វាងពងទៅកាន់ដៃខ្ញុំមែនទេអើយមានអារម្មណ៍ថាអៀនមែនតើនេះតាំងពីកាលមកមិនដែលមានបរិះណាធ្វើចឹងផងនៅពេលនេះខ្ញុំក៏មានអារម្មណ៍ថាវាគឺជាស្នេហា LOVE តែម្ដងហើយនៅពេលដែលបាននៅក្បែរគាត់ជាវត្តស្មើភេងហ្មងណាហើយក៏មិនបាច់ទៅសនាអីយូរពេកដែរសាច់រឿងរបស់គេក៏ស្លេះកន្លែងនឹងឯងជាចឹងក្រោយក៏សូមអរគុណសម្រាប់ការគាំទ្រនិងការទស្សនាវីដេអូបដាមដែលចប់ហើយអធិស្ឋានបើសិនជាមាននៅកំហុសខុសឆ្គងត្រង់កន្លែងណាក៏សូមអធិស្ឋានទៅដល់ admin ផងហើយប្រិយមិត្តទាំងអស់គ្នាស្ដាប់សំឡេងរបស់ admin មិនដឹងថាច្បាស់អត់ទេព្រោះតែការរបស់ admin នេះមិនដឹងជាវាមានបញ្ហារបស់កាច់អីទេម្ដងបញ្ចូលទៅច្បាស់ម្ដងបញ្ចូលទៅរៀងលេសូអីចឹងហ្នឹងចឹងហើយបើសិនជាមានបញ្ហាយ៉ាងណាក៏អធិស្ឋានផងពីសំណាក់ពេលនេះ admin មេប៉ាក់109ក៏សូមអរគុណសូមជម្រាបសួរបាយបាយ